កាលណាបើយើងព្រមទៅតាមការប្រែប្រួលហ្នឹងយើងមានការទុកអីគណាអត់មានការទុកទេអ្នកដតីស្រឡាញ់យើងបណ្ណាបណ្ណៃស្រឡាញ់មែនបោកបញ្ឆោតទេប៉ុន្តែយើងក៏ហាមមិនបានខ្លួនគាត់នឹងក៏ហាមមិនបានពីព្រោះវាជាធម្មជាតិគឺណាវាអាចអស់សេចក្តីស្រឡាញ់នឹងទៅគាត់ដឹងធ្វើម៉េចគឺណាហ្នឹងឯងអញ្ចឹងគឺមានតែការឲ្យអភ័យដល់គ្នានឹងឯងដែលយើងត្រូវយល់ទាំងគណាហើយយើងក៏មិនអាចចេះតែរំពឹងសេចក្តីសុខអំពីអ្នកណាម្នាក់អីចឹងទៅវាដូចជាតែក្នុងលោកនេះខ្វះសេចក្តីសុខរតីទៀតណាស់អញ្ចឹងយើងត្រូវតែយល់ថាក្នុងโลกនេះមានសេចក្តីសុខច្រើនសន្ធឹកសន្ធាប់ណាស់មិនមែនចាំបាច់បានតែពីណាម្នាក់ហ្នឹងដែលយើងយំទាមទារសេចក្តីសុខពីម្នាក់ហ្នឹងទេជួនកាលយើងកើតទុក្ខជួនកាលយើងប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់បីអីផ្សេងវាអាចប៉ះពាល់មកដល់អ្នកដែលស្រឡាញ់យើងយ៉ាងសន្ធឹកណាព្រោះហេតុតែបុគ្គលមិនស្រឡាញ់យើងម្នាក់គឺណាយើងកើតទុក្ខយើងយំសោកយើងឈឺចាប់យើងប្រព្រឹត្តធ្វើនៅអំពើមិនគួរកប់បីផ្សេង